ឯងចិត្តដល់ថ្ងៃចូលឆ្នាំហើយត្រៀមសម្លៀកបំពាក់រួចហើយនៅត្រៀមទៅស្រុកខ្ញុំត្រៀមរួចអស់ហើយគឺតលែងពុកម៉ែដែលរងចាំមើលផ្លូវខ្ញុំនោះអីឯងនិយាយត្រូវហើយខ្ញុំក៏ទៅស្រុកដូចគ្នាតែមុនទៅស្រុកណាយើងគួរតែនៅលេងទីនេះឲ្យសប្បាយអនាណ័យសិនទៅគិតមិនដែរព្រោះនៅនឹងណាគេមានលបែងប្រជាប្រិយឲ្យយើងលេងមិនខ្វះទេអេចាំប្រញាប់ទៅស្រុកពេលទៅលឿនអញ្ចឹងបាននៅជាមួយម៉ែឪបានយូរផងយើងយល់ហើយអញ្ចឹងយើងតទៅដល់ថ្ងៃគៀកបានទៅស្រុកតែថ្ងៃណាក៏បានដែរឲ្យតែអញបានទៅកុំខកខានហើយខកខានទៀតឲ្យសោះណាយើងមិនភ្លេចទេជឿយើងទៅពេលឃើញមេដើរមកអ្នកទាំងពីរឈប់ជជែកគ្នាហើយក៏បានបំពេញការងាររបស់ពួកគេបន្តទៀតផនិនចាំចូលទៅជួបខ្ញុំផងពេលចិត្តដល់ម៉ោងចេញទៅផ្ទះកុំកិច្ចវេះឲ្យសោះយល់ទេចាំម៉ែពេលល្ងាចខ្ញុំនឹងចូលទៅជួបម៉ែហើយធ្វើការបន្តទៅថាចប់ផានុចូលទៅក្នុងការិយាល័យរបស់គេវិញណែប្រយ័ត្នខ្លួនផងទៅឯងមេយើងកាច់ណាខ្ញុំធ្វើការនៅនឹងយូរក្រែហើយរឿងអីដែលថាខ្ញុំមិនដឹងនោះអើយយើងគ្រាន់តែដាស់តឿនឯងទេនាពេលចិត្តដល់ម៉ោងចេញពីធ្វើការផានីនក៏បានចូលទៅក្នុងការិយាល័យរបស់ផានុម៉ែខ្ញុំមកហើយម៉ែមានអីចង់ទូលមានមកលើខ្ញុំមែនទេខ្ញុំចង់ឲ្យផនិនធ្វើកម្រងថ្មីឲ្យឆាប់ហើយមុនពេលចូលឆ្នាំព្រោះយើងឈប់សម្រាកមួយសប្តាហ៍ហើយឥឡូវនេះខ្វះតែប្រហែលថ្ងៃទៀតទេដល់ថ្ងៃចូលឆ្នាំខ្មែរហើយម៉ែជួហើយមិនក៏មិនប្រាប់តែមកប្រាប់ត្រឹមថ្ងៃនេះខ្ញុំចង់ទៅស្រុកឲ្យបានមុនថ្ងៃផងណាម៉ែពិតជាអំពើទុកដល់គេឯងមែនអ្នកណាជាមេអោបកតឥឡូវនេះហ៎សំដីញ៉ាតណាស់ប្រយ័ត្នពេលចូលឆ្នាំនេះមិនបានទៅស្រុកណាអយម៉ែគម្រាមកូនចៅទៀតហើយចាំខ្ញុំខំប្រឹងធ្វើទាំងថ្ងៃទាំងយប់ចាម៉ែកុំបារម្ភអីម៉ែចូលចិត្តធ្វើអីតែបខំតែម្ដងសម្រាប់អញ្ចឹងចុះអាចទៅផ្ទះបានហើយខ្ញុំលាសិនហើយម៉ែថាចប់ផានីនក៏បានប្រញាប់ចាកចេញទៅប៉ិនតមាត់ជាងគេបើមិនធ្វើការងារល្អទេដេញចោលតាំងពីយូរបាត់ហើយតមាត់ម្លឹងពេកនោះផានុចាក់ចេញពីកន្លែងធ្វើការមកដល់ផ្ទះវិញគេក៏បានចូលទៅកាន់ផ្ទះបាយធ្វើម្ហូបខណៈដែលគូដណ្ដឹងរបស់គេក៏បានទៅតែចូលមកដល់ផ្ទះអូនឯងទៅមកពីណាហ្នឹងមានការងាររវល់អីហ៎ចេញទៅក្រៅមិនក៏មិនប្រាប់បងអញ្ចឹងខ្ញុំទៅទទួលមិត្តភក្តិដែលទៅមកពីក្រៅប្រទេសដើម្បីចូលឆ្នាំនៅនឹងខ្ញុំមិនបានធ្វើម្ហូបឲ្យបងឯងទេថ្ងៃនេះបងអាចធ្វើខ្លួនឯងបានអូនឯងទៅងូតទឹកទៅចាអរគុណហើយដែលយល់ចិត្តខ្ញុំបងយល់ចិត្តគូតដឹងរបស់បងចនិចព្រោះបងខ្លាចអូននឹងត្រូវហត់នឿយចាខ្ញុំទៅងូតទឹកហើយណាថាចប់ហើយរីសាក៏បានចូលទៅក្នុងបន្ទប់របស់នាងភ្លាមលុះចូលមកដល់ក្នុងបន្ទប់មិនដឹងជាមកវិញធ្វើអីទេកុំតែមកធ្វើឲ្យខ្ញុំបែកបាក់គ្នាជាមួយគូតដឹងរបស់ខ្ញុំទៅគឺបានហើយផានីននៅធ្វើការរបស់នាងនៅមុខកុំព្យូទ័រតតែដល់យប់ជ្រៅរហូតដល់ម៉ោង 2 យប់រំពេចនោះនាងក៏បានឃើញស្រមោលតាមមាត់បងអួចហើយជាស្រមោលអីម៉ោង 2 យប់អញ្ចឹងនោះហើយប្រហែលជាមិនមែនជាមនុស្សទៀតទេហើយថាចប់ហើយផានីនបានទៅក្បែរបងអួចតែមិនឃើញអ្វីនោះទេអយគ្មានអីផងហ្នឹងប្រហែលជាស្មៅដាំឈើឲ្យមកទៅនោះនាពេលព្រឹកឡើងមានអ្នកមករកគូដណ្ដឹងផានុដល់ផ្ទះតែដែលគេមិនទាន់បានចេញពីផ្ទះនោះឡើយខ្ញុំអត់បានទៅអញ្ជើញមកទេចេះតែហ៊ានមកទៅកើតដែរខ្ញុំមករាក់តាក់ផានុដើម្បីឲ្យផានុដឹងតែខ្ញុំមកចូលឆ្នាំនៅស្រុកយើងវិញមិនមែននៅស្រុកគេរហូតទេខ្ញុំចង់ជួបផានុគេមិនទាន់ទៅធ្វើការទេអីកុំចង់ជួបអីគូដណ្ដឹងខ្ញុំមិនចង់ជួបមុខឯងទេហេតុអីបាញ់ជាថាគូដណ្ដឹងនាងមិនចង់ជួបមុខខ្ញុំបើមិនទាន់បានសួរផងហ្នឹងពួកយើងជាមិត្តភក្តិនឹងគ្នាការដែលជួបគ្នាសួរសុខទុក្ខគ្នាជារឿងធម្មតាដែលមនុស្សទូទៅគេធ្វើរីសាកំពុងតែភ័យខ្លាចតែខ្ញុំចង់មកបំបាច់នាងនឹងមិត្តខ្ញុំហ៎បើរីសាមិនធ្វើអីឲ្យខ្ញុំទាស់ចិត្តខ្ញុំក៏មិនធ្វើអីដែរកុំខ្លាចខុសរឿងពេកឲ្យច្បាស់ផងថាឯងមិនទូលប៉ិតដាក់គូដណ្ដឹងខ្ញុំទេបើខ្ញុំចាប់បានណាឯងនឹងខ្ញុំរឿងជាមួយគ្នាហើយស្របពេលជាមួយគ្នានោះផានុក៏បានចេញពីក្នុងផ្ទះមកតែម្ដងអាទិនអញមកពីអង្កាលហ្នឹងមកចូលឆ្នាំនៅនឹងមិនមែនទៅស្រុកគេយូរហើយខ្ញុំស្មានតែឯងភ្លេចស្រុកខ្មែរទៅហើយខ្ញុំមិនដែលភ្លេចទេ
ព្រោះគ្មានអីដែលពិសេសជាងមកជួបជុំគ្រួសារយើងក្នុងទឹកដីកំណើតរបស់យើងនោះទេឯងនិយាយអញ្ចឹងគឺត្រឹមត្រូវហើយអូនឯងហេតុអីក៏មិនហៅមិត្តភក្តិបងចូលទៅលេងនឹងក្នុងចេះតែឈរនិយាយគ្នានឹងក្រៅកើតដែរមកចូលមកក្នុងមក ថាហើយអ្នកទាំង3ក៏បានចូលទៅក្នុងវិញ គូតដឹងឯងចង់ខានឯងដេកហើយខ្ញុំទៅមកដល់ដែរនឹងពីអ្នកឯងបំរុងរៀបការឆ្នាំណាដែរពួកយើងរៀបការនៅក្នុងពេលចូលឆ្នាំខ្មែររួច ខ្ញុំគិតថាបងឯងល្មមទៅធ្វើការឲ្យណាបងមិត្តភក្តិបងឯងទៅនៃអត់ប្រយោជន៍ណាស់ដែលមកធ្វើឲ្យបងខ្ជះខ្ជាយពេលវេលាជាមួយនោះ បងមិនខ្ជិះខ្ជាយពេលវេលាអីទេពួកយើងកម្របានជួបគ្នាណានៅជជែកគ្នាតែមកសន្ទង់វាមិនអីទេអូនឯងនៅតែទុកមិត្តភាពយើងសំខាន់ជានិច្ចណោះតែគូតដឹងឯងនិយាយត្រូវហើយឯងគួរតែប្រញាប់ទៅធ្វើការទៅកុំឲ្យខកខានពេលវេលាព្រោះតែខ្ញុំអីយប់នេះចាំយើងជជែកគ្នាបន្តទៀតបើអញ្ចឹងយើងទៅសិនហើយណាអូននៅជជែកលេងជាមួយនឹងមិត្តភក្តិបងចុះ ចាថាចប់ហើយផានុក៏បានចាក់ចេញទៅយ៉ាងប្រញាប់ប្រញាល់មកនេះមានគោលបំណងអាក្រក់មិនខានទេ ខ្លាចអីម្លេះទេណោះនាងព្យាយាមដើរតួជាមនុស្សល្អនៅចំពោះមុខមិត្តភក្តិខ្ញុំណាបើមិត្តភក្តិខ្ញុំដឹងថានាងជាមនុស្សដែលបោកប្រាស់គេទាំងដែលនាងធ្លាប់រៀបការជាមួយខ្ញុំតែត្រូវលែងលះគ្នាព្រោះខ្ញុំលែងមានដុល្លារឲ្យនាងចាយមុខលុយមែន ខ្ញុំមុខលុយស្រេចតែខ្ញុំខ្លួនឯងអសមត្ថភាពអញ្ចឹងហើយ ខ្ញុំអសមត្ថភាពព្រោះមានប្រពន្ធវក់នឹងលបែងលួចយកប្លង់ដីប្លង់ផ្ទះទៅលក់ខ្ញុំមិនមានសមត្ថភាពមែនលីហើយសង្ឃឹមថាមិនបានរៀបការជាមួយមិត្តភក្តិខ្ញុំទៅចុះ ថាចប់ហើយអាទិត្យក៏បានចាក់ចេញទៅហើយបើរឿងនេះបែកការឯងមិនសុខទេនៅកន្លែងធ្វើការខណៈដែលផានីនកំពុងតែរៀបចំឯកសារមិត្តរួមការងាររបស់នាងក៏បានមញាញងនាង ផនិនយប់នេះតាណាជាមួយគ្នាទេខ្ញុំចង់នាំផនិនទៅមើលកុន ខ្ញុំប្រញាប់ធ្វើគម្រោងថ្មីឲ្យម៉ែអត់បានទៅណាដល់ចប់ទេ ពិតជាសោកស្ដាយណាស់បងបានកក់សបុតកុនដល់ទៅ2បាត់ទៅហើយតែអត់មានអ្នកណាទៅជាមួយសោះដូច្នេះមានតែចោលសបុត2នឹងហើយ ប្រពន្ធអ្នកផ្សេងទៅជាមួយទេខ្ញុំរវល់ពិតមែនតែជាមួយមិនបានទេ តែបងចង់ទៅជាមួយផនិនព្រោះយើងធ្វើការនៅកន្លែងជាមួយគ្នាស្រាប់ ហើយប្រពន្ធអ្នកផ្សេងចាស់ខ្ញុំប្រហែលការងាររបស់ខ្ញុំសិនថាចប់ហើយផានីនក៏បានចូលទៅក្នុងការិយាល័យរបស់ផានុភ្លាម យប់មិញតើអើតមើលដល់មាត់បង្អួចមិនឆាឆៅទេតែយប់នេះធ្វើខ្មោចទៅប្រឡាចហើយ នៅក្នុងការិយាល័យម៉ែការងាររួចហើយគម្រោងថ្មីនោះខ្ញុំអាចទៅស្រុកដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់ហើយមែនទេម៉ែ ធ្វើការលឿនផុសគេអាចទៅបានហើយដោយមិនបាច់ខ្វល់ខ្វាយពីអ្វីទេទៅលេងឲ្យសប្បាយចុះ ចាអរគុណម៉ែហើយណាដែលមិនបង្ខំខ្ញុំទៀតខ្ញុំទៅធ្វើការងាររបស់ខ្ញុំបន្តហើយ នឹងហើយទៅចុះជាបុគ្គលិកល្អអញ្ចឹងដឹងតែឆាប់ឡើងប្រាក់ខែហើយ ម៉ែនិយាយប៉ិតមែនក៏អីហ្នឹង អ្វីដែលចេញពីមាត់ខ្ញុំហើយដឹងតែការពិតគ្រប់យ៉ាង អរគុណណាស់ម៉ែដែលធ្វើទូនាទីម៉ែបានល្អយ៉ាងហ្នឹងខ្ញុំមិននិយាយដល់ម៉ែនៅពីក្រៅខ្នងទៀតទេណាថាចប់នាងក៏បានចាក់ចេញពីការិយាល័យរបស់ម៉ែរបស់នាង ចូលចិត្តណាស់អានិយាយដើមមេនឹងបើកប្រាក់ខែពីមេសោះហ្នឹងណាបុគ្គលិកខ្ញុំអើយ រីសាក៏បានមកដល់ផ្ទះវិញពេលល្ងាចនាងបាននិយាយទូរស័ព្ទលឺខ្លាំងតែម្ដងឈប់ទេមករំខានខ្ញុំទៅបើមានខ្ញុំសងហើយតាមព្យាបាលខ្ញុំធ្វើអីយ៉ាងហ្នឹងហាគ្រាន់តែច្បាក់លុយសោះទេមករហូតហ្មងតាមរំខានគេគ្រប់ច្រកល្ហកតែម្ដងហើយខ្ញុំក៏ចេះធុញដែរកុំទេមកទៀតអីណាបងផានុក៏មិនតាន់មកដល់ផ្ទះវិញទៀតគួរតែទៅបន្ទប់របស់គាត់ហើយក្រែងលោមានអ្វីដែលអាចរំដោះខ្លួនបានចេញពីគេទេមកតាមនេះតាមនោះខ្លះថាហើយនាងក៏បានទៅបន្ទប់របស់ផានុដោយបានឆែកឆេរឃើញសៀវភៅសន្សំលុយគេនាងក៏បានយកសៀវភៅនោះទៅជាមួយនាងតែម្ដងនាពេលរាត្រីឈានចូលមកដល់ផានុនិងអាទិត្យនៅជជែកគ្នានៅបន្ទប់ទទួលភ្ញៀវ ហើយគូតដឹងឯងបាត់តាណាហើយខ្ញុំមិនទាន់ឃើញនាងទេខ្ញុំទេទៅសួរហើយនាងគេងនៅផ្ទះម្ដាយនាងយប់នេះឯងមានទ្រព្យសម្បត្តិអីមានតម្លៃថែរក្សាឲ្យស្រួលបួលផងណាកុំទុកប្រហែសឲ្យសោះវើយខ្ញុំដឹងហើយខ្ញុំថែរក្សាឲ្យបានល្អឯងទុកចិត្តលើគូតដឹងរបស់ឯងណាមែនទេសប្តាហ៍ថ្ងៃនេះឯងនិយាយដូច្នេះចង់មានន័យថាម៉េច
ខ្ញុំគ្រាន់តែចង់ឲ្យឯងប្រុងប្រយ័ត្នខ្លួនចំពោះការរស់នៅជាមួយគ្នាព្រោះមនុស្សយើងមើលចាត់គ្នាមិនឃើញទេឯងមិនគួរទុកចិត្តលើអ្នកណាពេកទេណាយើងដឹងហើយអរគុណដែលបានដាស់តឿនគ្នាណាយើងដាស់តឿនឯងព្រោះយើងជាមិត្តនឹងឯងអរគុណហើយសម្លាញ់មួយសប្តាហ៍កន្លងផុតទៅផាន់នុបានរកឃើញថាគេបានបាត់សៀវភៅសន្សំលុយហើយគូដណ្ដឹងរបស់គេក៏មិនបានមកផ្ទះវិញជាច្រើនថ្ងៃដូចគ្នាទេបាត់តាណាអញ្ចេះឬក៏មានចោរចូលមកលួចយកទៅបើមានគេមកលួចយកទៅមែនចុះហេតុអីក៏ផ្ទះមិនមានសភាពរញ៉េរញ៉ៃសោះអញ្ចឹងខ្ញុំវិញដៃទុកនៅកន្លែងណាទេដឹងសាក់ទេទៅសួរគូតដឹងខ្ញុំសិនទៅបានថាហើយផាន់នុបានទូរស័ព្ទទៅកាន់គូដណ្ដឹងរបស់គេអូនមានឃើញសភៅសន្សំលុយរបស់បងដែរទេបងវិញមិនដឹងជាបាត់ទៅណាទេហើយអង្កាលទៅអូនឯងមកផ្ទះវិញទៅនៅផ្ទះម៉ាក់អូនឯងយូរម៉េះបងឯងសួរអីអញ្ចឹងចោតប្រកាន់ខ្ញុំទាំងរស់តែម្ដងហើយចង់បានន័យថាខ្ញុំយកមែនទេបងឯងមិនទុកចិត្តគូដណ្ដឹងខ្លួនឯងសោះខ្ញុំមិនបានយកទេហើយខ្ញុំក៏មិនដឹងឡើយថាបងឯងមានសភៅសន្សំលុយអីនោះបងមិនបានចោទអូនឯងទេបងគ្រាន់តែសួរអន្តាមែនហើយអូនឯងមិនដឹងថាបងមានសភៅសន្សំលុយទេសុំទោសណាបងមិនមានន័យដូច្នេះទេអូនមកផ្ទះវិញមកបងវិញបាត់មែនណាបងអត់បានចោទទេខ្ញុំមិនទៅទេខ្ញុំចង់នៅទីនេះជាមួយម៉ាក់ខ្ញុំពេលខ្ញុំអារម្មណ៍ធូរស្បើយហើយខ្ញុំនឹងទៅផ្ទះវិញហើយថាចប់ហើយនាងក៏បានបិទទូរស័ព្ទខណៈដែលនាងកំពុងតែលេងល្បែងហើយកំពុងតែមកស្រង់ដើមផងគ្មានអារម្មណ៍ទៅឲ្យឃើញមុខទេនាថ្ងៃចូលឆ្នាំខ្មែរក៏បានគៀកមកដល់បុគ្គលិកទាំងឡាយបានឈប់សម្រាកខ្លះទៀតបានធ្វើដំណើរទៅស្រុកកំណើតរីឯផានីនក៏បានមកដល់ស្រុកកំណើតនាពេលថ្ងៃត្រង់មុនថ្ងៃចូលឆ្នាំមួយថ្ងៃម៉ែវាអើយកូនស្រីយើងមកដល់ហើយមកទទួលកូនមកបានមុនថ្ងៃចូលឆ្នាំមួយថ្ងៃណោះកូនស្រីពុកព្រមម៉ែឲ្យឈប់មុនមួយថ្ងៃណាពកមីអូណាមកចូលក្នុងផ្ទះមកកូនស្អែកចូលឆ្នាំល្មមណែបាត់អុជធូបចំគ្រួសារហើយឆ្នាំនេះតោះកូនចង់ហូបមាន់ដុតឬក៏ជ្រូកខ្វៃប្រាប់ពុកមកចាំពុកធ្វើឲ្យកូនហូបអ្វីក៏បានដែរពកឲ្យតែជាម្ហូបដែលពុកម៉ែធ្វើណែតោះមកចូលទៅខាងក្នុងទៅនាថ្ងៃចូលឆ្នាំបាត់ឈានចូលមកដល់គ្រប់ផ្ទះដាក់សែនផ្លែឈើចាំងហូហៀនៅឯវត្តវិញមនុស្សក៏ច្រើនកកផានីនមកវត្តជាមួយម្ដាយរួចហើយចាស់នៅក្នុងភូមិក៏បានសួរនាំជាហូហែអូយកូនអ្នកអង្ការការទៅអ្នកនៅក្នុងភូមិយើងនេះគេការចិត្តអស់ហើយនៅឡើយតែកូនអ្នកទេណែមីអូណាអង្ការបានក្មួយយកប្តីទៅខ្ញុំមិនតាន់ចង់បានប្តីទេមិញខ្ញុំចង់នៅលេវយូរទៀតអូយបញ្ចាត់បដាការចោះតាមអាយុទៅណាក្មួយណែមើលកូនផងទៅបដាការដឹងតែថយហើយណាបើអាយុកាន់តែច្រើននោះកូនខ្ញុំចង់នៅលីវខ្ញុំតាមកូនខ្ញុំអត់បខំកូនទេណែមីអូណាតោះទៅលេងបោះអង្គុញទាញប្រត់ជាមួយគេទៅកូនចាំម៉ែផានីនបានទៅកន្លែងវងគេលេងបោះអង្គុញមនុស្សជាច្រើនបានមកជុំគ្នានៅក្នុងភូមិនេះនាថ្ងៃចូលឆ្នាំទី1បន្ទាប់ពីធុកទៀនរលត់អស់ហើយផានុបានទៅរកគូដណ្ដឹងរបស់គេដល់ផ្ទះម្ដាយរបស់នាងជំរាបសួរមីងរីសានៅផ្ទះដែរទេមីអូននៅជាមួយក្មួយឯងតើអត់បានមកផ្ទះទេមីងស្មានតែក្មួយឯងនេះនាំគ្នាមកលេងមីងចំថ្ងៃចូលឆ្នាំតើហើយកូនមីងខានមកផ្ទះយូរហើយខ្ញុំបានទេទៅហើយនាងប្រាប់ថាមកនឹងនាងមិនបានចូលផ្ទះជាច្រើនថ្ងៃហើយមីងសង្ស័យតែកូនមីងមានរឿងអីមិនល្អហើយក្មួយឆាប់ទៅតាមរកទៅបាទមីងខ្ញុំនឹងទៅតាមរកឥឡូវនេះផានុបំរុងចាក់ចេញទៅតាមរកគូដណ្ដឹងស្របពេលជាមួយគ្នានោះរីសាក៏បានមកដល់ផ្ទះម្ដាយរបស់នាងមីអូណាកូនឯងទៅមកពីណាអត់ចូលផ្ទះជាច្រើនថ្ងៃហើយតើមានរឿងអីទៅកូនហេតុអីអូនកុហកបងអញ្ចឹងថាមកផ្ទះម៉ាក់អូនតែបាត់ទៅជាច្រើនថ្ងៃខ្ញុំទៅណាវិចិត្រសិទ្ធខ្ញុំដូចមិនចប់ពាក់ព័ន្ធអីនឹងបងទេខ្ញុំចង់មានសេរីភាពខ្លះមនុស្សកំពុងតែមួម៉ៅចាញ់គ្មានសល់អីផងមកសួរច្រើនធ្វើអីទៅផ្ទះបាត់ទៅមីអូណាកុំចឹងអីណាកូននិយាយជាមួយគូដណ្ដឹងឲ្យស្រួលបួលទៅកូនស្រួលបួលបែបណាទៀតទៅម៉ែខ្ញុំកំពុងតែមួម៉ៅចាញ់គ្មានសល់ស្អីផងអាលុយដែលលួចកត់ទៅក៏អស់លុយខ្លួនឯងក៏អស់ទៀតរកផ្លូវសុបាយមិនឃើញទេហើយបើអញ្ចឹងបានន័យថាអូនឯងជាអ្នកលួចលុយដែលបងសំទៅមែនទេ
លុយនោះបងសំទុកពេលយើងរៀបការណាតែអូនឯងយកទៅលេងល្បែងហ៎អូនឯងធ្វើអញ្ចឹងដើម្បីអី សួរថាធ្វើដើម្បីអីមិនទៅខ្ញុំធ្វើដើម្បីសុបាយម៉ែខ្ញុំលេងចង់បានហើយគូទៅដឹងម៉ាក់នេះណាខ្ញុំផ្ដាច់ពាក្យហើយឈឺឆ្អាតខុសរបៀបមនុស្សកំពុងតែមួម៉ៅផងខ្ញុំចូលក្នុងហើយថាចប់ហើយនាងក៏បានចូលទៅខាងក្នុង បើអូនចង់ផ្ដាច់ពាក្យទៅហើយតាមនឹងទៅចុះមីងខ្ញុំលាហើយ ផានុក៏បានចាក់ចេញទៅភ្លាម កូននេះវាធ្វើអីតាមតែអារម្មណ៍វាមែន នាថ្ងៃចូលឆ្នាំនៃថ្ងៃទី2ផានីនរាប់បាត់រួចរាល់នាងក៏បានយកប្រាក់ទៅជូនចាស់ដែលនៅក្នុងវត្តតែពេលនោះពេលដែលនាងបែរមកបានជួបជាមួយមេរបស់នាងនៅទីនេះផងដែរម៉ែមិនដឹងចាំមិនបានទេ ខ្ញុំមកជាមួយមិត្តភ័ក្តិខ្ញុំព្រោះជាស្រុកកំណើតរបស់គេបាទផានុជាមិត្តភ័ក្តិរបស់ខ្ញុំពួកយើងមកវត្តចៃដន្យមែនទែនដែលបានជួបក្រុមការងារឯងនៅទីនេះ ទីនេះជាស្រុកកំណើតរបស់ខ្ញុំ មិនដែលដឹងសោះថាក្នុងភូមិយើងឥឡូវសបោស្រីស្អាត ខ្ញុំដឹងខ្លួនហើយវាប្រៀបបីដូចជាចោះទៅកាន់ឋាននរកទាំងរស់អញ្ចឹងពេលដែលខ្ញុំលេបថ្នាំចង់បញ្ចប់ជីវិតខ្លួនឯងនោះខ្ញុំរៀងចាលហើយខ្ញុំល្ងងដែលទុកអ្នកដតីសំខាន់ជាងគ្រួសារខ្ញុំវាពិតជាធ្វើឲ្យខ្ញុំខ្មាស់ខ្លួនឯងបន្តិចទេ បើអូនឯងយល់អញ្ចឹងហើយគួរតែផ្លាស់ប្ដូរព្រោះអ្នកដតីគេនៅតែជាអ្នកដតីដដែលបើគេទៅហើយកុំខ្វល់អីទៀតព្រោះជីវិតយើងធំធាត់ឡើងដោយសារឪពុកម្ដាយជាអ្នកចិញ្ចឹមមិនមែនជាគេនោះទេ ចាខ្ញុំយល់ហើយរឿងមុខអញ្ចឹងរៀបការហ្មងទៅនៅក្នុងផ្ទះដែលមានម្ដាយនិងកូនស្រីរស់នៅជាមួយគ្នាដោយអ្នកជាម្ដាយតែងតែខ្ចីប្រាក់គេយកមកធ្វើជាដើមទុនរកស៊ីផងចាក់នេះចាក់នោះធ្វើជាការកំសាន្តតែក៏ត្រូវជំពាក់គេសឹងតែគ្រប់ទិសនាពេលនេះកូនស្រីកំពុងតែធ្វើការនៅក្នុងហាងលក់ផ្កាមួយកន្លែងថ្ងៃនេះដូចជាស្ងាត់ភ្ញៀវមែនតាមិនសូវជាមានអ្នកមករកសោះតែជិតដល់ថ្ងៃ14កុម្ភៈហើយសង្ឃឹមថាមានអ្នកមកទិញយកទៅជូនសង្សារឪពុកម្ដាយឬក៏ប្តីប្រពន្ធគេផងចោះសូលេតចេញមករៀបផ្កានៅខាងក្រៅផងកុំនៅតែក្នុងហាងពេកយកសម្រាប់មកធ្វើជាដើមទុនផងទៅដើម្បីឲ្យភ្ញៀវចូលមកហាងយើងណាឯនេះចូលចិត្តណាស់សង្ងំលាក់ខ្លួនទៅនៅខាងក្នុងហ្នឹងស្របពេលជាមួយគ្នានោះនាងក៏បានចេញពីក្នុងហាងមកតែម្ដងខ្ញុំរវល់រៀបចំកន្លែងដាក់ផ្កាម៉ែហៅមកក្រៅមានការអីប្រើខ្ញុំមែនទេចេញមកឈរនៅខាងក្រៅផងរៀបចំផ្កានៅទីនេះក្រែងអ្នកផ្សេងគេមកឃើញហើយក៏អាចចូលមកទិញដែរសម្រស់នេះយកមកធ្វើដើមទុនខ្លះផងទៅទុកលាក់ដល់ពេលណាទៀតខ្ញុំមិនដឹងថាធ្វើអីផងនៅខាងក្រៅហ្នឹងរៀបចំនៅខាងក្រៅហ្នឹងហើយណែហើយរឿងបំណុលម្ដាយរបស់ឯងណាសងដល់ណាហើយចិត្តរួចអស់ហើយនៅតែម៉ែមិនតាន់ដាច់នៅឡើយទេនៅប្រមាណម្ចាស់ទៀតមិនក៏មីងគាត់មិនយល់សោះអញ្ចឹងធ្វើអញ្ចឹងដូចជាធ្វើឲ្យកូនចង់កហើយធ្វើមិនបើខ្ញុំជាកូនរបស់គាត់ទៅហើយនោះបើខ្ញុំមិនជួយគាត់ដល់បំណុលតើបានអ្នកណាមកជួយគាត់ទេទ្រាំទៅបន្តិចទៀតរួចហើយកំឡុងពេលទន្ទឹមនឹងនោះក៏មានរថយន្តជិះមកឈប់នៅពីមុខហាងផ្កានេះណែភ្ញៀវមកហើយទទួលរាក់តាក់គេទៅសួស្ដីបងត្រូវការផ្កាប្រភេទអីដែរខ្ញុំនឹងបានរៀបចំជូនតែយកទៅជូនអ្នកណាដែរទៅបងប្រុស ខ្ញុំទិញផ្កាជូនសង្សារខ្ញុំចូលចិត្តផ្កាកុលាបសង្សារខ្ញុំមាន3នាក់រៀបចំផ្កាទាំង3បាច់មកយកពណ៌ខុសគ្នាក្រហមលឿងនិងផ្កាឈូក បងប្រុសមានសង្សារម្ដង3នាក់ហើយអាចទប់ទល់ឈ្នះដែរមែនទេ ខ្ញុំមានវិធីរបស់ខ្ញុំដើម្បីទប់ទល់ហើយរៀបចំតែផ្កាមកសួរនាំច្រើនអញ្ចឹងប្រច័ណ្ឌឬក៏យ៉ាងម៉េច តែខ្ញុំទៅប្រច័ណ្ឌបងប្រុសដើម្បីអីទេបើខ្ញុំមិនអាចស្គាល់បងប្រុសផងនឹងខ្ញុំគ្រាន់តែជាអ្នកលក់ផ្កាប៉ុណ្ណោះ ខ្ញុំដឹងតែបើសួរនាំច្រើនអញ្ចឹងខ្ញុំចាត់ទុកថាប្រច័ណ្ឌមែនហើយ ខ្ញុំទៅរៀបចំផ្កាជូនមានពេលទៅប្រច័ណ្ឌជាមួយបងប្រុសទេរវល់ធ្វើការរកលុយសុំបំណុលគេពេញនឹងហើយ អូខេរៀបចំមកខ្ញុំនៅរងចាំ ចាមួយសន្ទុះក្រោយមកសូលេតក៏បានយកផ្កា3បាច់មកឲ្យដៃណា រួចរាល់ហើយមែនទេខ្ញុំគិតលុយជាមួយម្ចាស់ហាងរួចហើយ ចាអរគុណថ្ងៃក្រោយអញ្ជើញមកទៀតណាមានសង្សារច្រើនអញ្ចឹងចំណេញអ្នកលក់វិញទេ អ្នកលក់គិតតែពីចំណេញតែកុំប្រាប់អ្នកណាថាខ្ញុំមានសង្សារម្ដង3អីសោះណាយល់ដែរទេ
ចាខ្ញុំយល់ហើយ លាសិនហើយ និយាយចប់ហើយគេក៏បានចាក់ចេញទៅរំពេចនោះម្ដាយរបស់សូលេតក៏បានទូរស័ព្ទមកកាន់នាងចាំម៉ែខ្ញុំមិនតាន់ដល់ម៉ោងចេញទេចាមួយសតើទៀតពិសាបាយមុនចោះណានិយាយទូរស័ព្ទចប់ហើយនាងក៏បានចូលទៅក្នុងហាងវិញម្ដងដៃណាកាន់បាច់ផ្កាកុលាបពណ៌ក្រហមចូលទៅកាន់ក្នុងបន្ទប់អ្នកជំងឺ ក្មួយប្រុសមកដល់ល្មមមិត្តកូនមកដល់ហើយកូនជំរាបសួរពូសុខភាពកូនស្រីពូបានធូរខ្លះទេបានក្រាន់បើខ្លះហើយក្មួយអូនយ៉ាងម៉េចទៅហើយបានក្រាន់បើខ្លះទេនៅក្នុងខ្លួនហើយហេតុអីកូនឯងគិតខ្លីយ៉ាងនេះ ព្រោះខ្ញុំគិតថាគ្មានអ្នកណាស្រឡាញ់ខ្ញុំទៀតទេខ្ញុំរស់នៅក៏មិនមានន័យអីឡើយ ហេតុអីក៏អូនគិតបែបនេះចុះប៉ាអូនឯងនោះគាត់ខំមើលអូនឯងតាំងតែពីតូចមកតើគិតខ្លីបានប្រយោជន៍អីហេតុអីមិនគិតអាណិតដល់គាត់ផងដែលកូនស្រីគាត់គិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯងព្រោះតែអ្នកដទៃដែលមិនស្មោះត្រង់នឹងកូនស្រីគាត់តើគាត់អន់ចិត្តយ៉ាងណារាល់ថ្ងៃនេះដែលកូនស្រីគាត់ទុកអ្នកផ្សេងសំខាន់ជាងគាត់ឈាមខាប់មិនស្មើនឹងទឹកសាបមែនទេកុំនិយាយបែបនឹងអីក្មួយប្រុសឲ្យកូនពូសម្រាប់ឲ្យធូរសិនទៅចាំយើងនិយាយអំពីរឿងនេះតាមក្រោយប្រហែលជាកូនពូក៏មិនចង់ធ្វើបែបនឹងដែរខ្ញុំឃើញបែបនឹងហើយខ្ញុំឈឺចិត្តជំនួសពូកូនស្រីស្រឡាញ់ថ្នាក់ថ្នមតែបែរជាយកអ្នកដតីសំខាន់ជាងចង់បញ្ចប់ជីវិតដោយការលេបថ្នាំបែបហ្នឹងអូនឯងមានចេះអាណិតចិត្តឪពុកខ្លះទេ ខ្ញុំដឹងខ្លួនហើយវាប្រៀបបីដូចជាចោះទៅកាន់ឋាននរកទាំងរស់អញ្ចឹងពេលដែលខ្ញុំលេបថ្នាំចង់បញ្ចប់ជីវិតខ្លួនឯងនោះខ្ញុំរៀងចាលហើយខ្ញុំល្ងងដែលទុកអ្នកដតីសំខាន់ជាងគ្រួសារខ្ញុំវាពិតជាធ្វើឲ្យខ្ញុំខ្វះខ្លួនឯងបន្តិចទេ បើអូនឯងយល់អញ្ចឹងហើយគួរតែផ្លាស់ប្ដូរព្រោះអ្នកដតីគេនៅតែជាអ្នកដតីដដែលបើគេទៅហើយកុំខ្វល់អីទៀតព្រោះជីវិតយើងធំធាត់ឡើងដោយសារឪពុកម្ដាយជាអ្នកចិញ្ចឹមមិនមែនជាគេនោះទេ ចាខ្ញុំយល់ហើយ នឹងហើយសម្រាប់ឲ្យបានធូរទៅណាកូនហើយកុំតែខ្វល់ខ្វាយពីមនុស្សដែលធ្វើឲ្យខ្លួនឯងគិតមិនល្អទៀតឪពុកម្ដាយមិនចង់ឃើញកូនខ្លាយទៅជាអញ្ចឹងទេយល់ទេកូន ចា ខ្ញុំគិតថាលាពូនឹងរីសាទៅផ្ទះវិញហើយមកអើតបានតែមួយផ្លេតនឹងទេពូអរគុណក្មួយហើយដែលបានមកអើតកូនពូណាបាទពូមិនអីទេ ថាចប់ហើយដៃណាក៏បានចេញពីក្នុងបន្ទប់នេះតែម្ដង កូនថ្ងៃក្រោយកុំគិតដូចនេះទៀតណាព្រោះជីវិតយើងវាថ្លៃណាស់បាត់បង់ត្រឹមមនុស្សអាក្រក់ម្នាក់ដែលមិនស្គាល់ពីតម្លៃរបស់យើងវាគឺជាកំហុសបញ្ហារបស់គេមិនមែនមកពីយើងទេ ចាពុកសូលេតមកដល់ផ្ទះវិញឃើញមានភ្ញៀវមកលេងដល់ផ្ទះនាងក៏បានចូលទៅរាក់តាក់ភ្ញៀវជំរាបសួរពូមីងម៉ែគាត់ជាភ្ញៀវខាងណាហើយភ្ញៀវស្អីមកចាក់បំណុលមកទាលុយណាកូនឯងមានលុយឬអត់នឹងសងការគេសិនទៅគេមកដល់ផ្ទះកាត់យប់ប្រលប់អញ្ចឹងណា ព្រោះតែមកពេលថ្ងៃខ្លាចថាអ្នកមិននៅអញ្ចឹងហើយទៅខ្ញុំមកពេលយប់ណែអ្នកដឹងហើយថាលុយកាក់ណាពិបាករកណាស់ខ្ចីគេស្រួលសងគេវិញឲ្យស្រួលផងទៅមិនបានទេអី ណែអើយខ្ញុំគ្មានទេពេលនេះ ខ្ចីធ្វើអីបើមិនមានលុយសងវិញផងហ្នឹង ហើយខ្ញុំយ៉ាងម៉េចនឹងដឹងទៅថាពេលនេះវាអស់លុយបវលសងអ្នកវិញនោះកូនខ្ញុំប្រឹងធ្វើការទៅត្រុកហើយប្រឹងរកសងហើយមិនឃើញទេអីថាយប់ថ្មនេះទៅតែមកដល់ផ្ទះវិញតើឃើញដែរទេ ខ្ញុំឃើញហើយតើចុះអ្នកខ្ចីយកទៅធ្វើអីនាំតែឲ្យលំបាកដល់កូនស្រីប្រឹងរកសងតែគេហ្នឹងមិនដឹងថាអនាគតទៅមុខតើមានអ្វីខ្លះសេះសល់សម្រាប់ខ្លួនឯងទេសល់តែបំណុលនឹងជីវិតដែលប្រឹងប្រែងរកប្រាក់សងគេមិនចេះចប់មិនចេះហើយខ្ញុំអាណិតកូនអ្នកណាស់តែមិនអាណិតអ្នកទេ អាណិតតែកូនប៉ុន្តែម្ដាយមិនអាណិតមិនចេះតែអញ្ចឹងវិញទៅអ្នកទាំងពីរលំអៀងណាស់ទាំងប្តីទាំងប្រពន្ធហ្នឹង ព្រោះតែអ្នកខ្លួនឯងទេកុំបន្ទោសលើអ្នកដទៃហើយណាហើយចោះអញ្ចឹងឲ្យកូនទៅធ្វើការនៅផ្ទះខ្ញុំកាត់កងបំណុលទៅ អើយខ្ញុំមិនទុកចិត្តលើអ្នកទាំងពីរទេខ្លាចធ្វើបាបលើកូនស្រីខ្ញុំ ខ្ញុំមិនយកកូនអ្នកទៅលក់ទេព្រោះវាខុសនឹងច្បាប់យើងយកទៅធ្វើការនៅក្នុងផ្ទះជាមួយយើងព្រោះក្នុងផ្ទះយើងពេលនេះអ្នកធ្វើការនៅជាមួយគេឈប់ហើយ ខ្ញុំមិនមែនដូចអ្នកទេដែលមានចិត្តធ្វើបាបកូនស្រីនោះខ្ចីបំណុលគេឲ្យកូនតាមសងគ្រប់ច្រកហើយខ្ញុំធ្វើមិនបានទេ
បើខ្លួនឯងគ្មានសមត្ថភាពសងទេណាកំប៉ុងឲ្យអ្នកផ្សេងសងជំនួសអីវាមិនសមទេ ហើយមិនសមយ៉ាងម៉េចបើជាកូនខ្ញុំណាវាជាកូនបកើទៀតអ្នកគិតអីដោយសារតែកូនដឹងគុណម្ដាយទៅប្រឹងប្រែងជួយម្ដាយនោះ កូនប្រឹងសងម្ដាយប្រឹងខ្ចីនេះវាមិនសមទេណា ហើយនៅនិយាយច្រើនទៀតតិចអត់មិនបានលើហើយប៉ុណ្ណឹងបានហើយម៉ែខ្ញុំនឹងទៅធ្វើការជាមួយគាត់នឹងនៅផ្ទះរបស់គាត់ដើម្បីកាត់កងបំណុលនោះណែនេះកូនឯងច្បាស់ហើយចាខ្ញុំច្បាស់ហើយ គិតដូច្នេះត្រឹមត្រូវឲ្យក្មួយជាកូនដែលដឹងគុណម្ដាយដឹងតែបុណ្យតាមជួយដល់ជាតិក្រោយមិនខានទេក្មួយរៀបចំឲ្យបានទៅអញ្ចឹងយើងទៅជាមួយគ្នាជ្រុលជាមកពេលនេះទៅហើយទៅជាមួយគ្នាពេលហ្នឹងត្មងទៅកុំឲ្យខាតជើងណោះ នេះហាមធ្វើបាបកូនខ្ញុំណាប្រយ័ត្នខ្ញុំប្តឹងទៅ អ្នកអើយខ្ញុំអត់មែនជាម្ដាយដែលមិនខ្វល់ពីសុខទុក្ខកូនដូចអ្នកទេកូនស្រីអ្នកអារស់នៅដែលមានក្តីសុខជាងនៅជាមួយអ្នកផង ហើយឲ្យវាដូចមាត់ទៅខ្ញុំទៅរៀបចំខោអាវសិនហើយ បញ្ញាប់ទៅក្មួយព្រោះយប់ទៅហើយណា សូលេតរៀបចំសម្លៀកបំពាក់រួចនាងក៏បានចាក់ចេញពីផ្ទះទៅនៅជាមួយម្ចាស់បំណុលរបស់ម្ដាយនាងតែម្ដងហើយទ្រាំសិនទៅកូនបន្តិចទៀតម៉ែនឹងទៅរកកូនហើយលុបពេលមកដល់ផ្ទះម្ចាស់បំណុលនាងហើយអ្នកទាំងពីរក៏បានណែនាំនាង នៅជាមួយពូមីងធ្វើការនៅក្នុងផ្ទះហ្នឹងទៅបាយទឹកហូបនៅនឹងដេកនៅនឹងហើយកាត់កងគ្នាទៅតែនឹងទទួលបានប្រាក់ខែបន្ថែមផងដែរមិនបាច់ប្រាប់ម្ដាយទេណានាំតែគាត់ខ្ចីបំណុលអ្នកនេះអ្នកនោះឲ្យក្មួយសងជំនួសទៀតទេដល់ពេលអញ្ចឹងច្បាស់ជាមិនសល់អីពិបាកមើលឥឡូវហើយ នៅនឹងស្រួលតែក្មួយពូមិញលឺអ្នកចិត្តខាងក្មួយនិយាយហើយប្រាប់ពីរឿងក្មួយទៅយើងចង់យកក្មួយមកនៅជាមួយទៅដើម្បីឲ្យធូរស្រាលពេលនៅជាមួយម្ដាយខ្លាចថាថ្ងៃណាមួយម្ដាយក្មួយយកក្មួយទៅដោះដូរបំណុលអីចប់ស្រាច់ហ្មងហើយ អរគុណឲ្យពូមិញដែលកាត់គូដល់ខ្ញុំ ពូមានកូនប្រុសម្នាក់ទៀតគេនៅលាវតែប្រយ័ត្នប្រយែងចំពោះកូនពូផងណាព្រោះកូនពូប្រកាន់ច្រើនបន្តិចធ្វើអីទាស់ចិត្តសម្ដីនិយាយពីថាអើយដូចឃ្មុំនៅក្នុងសបុកអញ្ចឹង តែកូនមិញមិនមែនមនុស្សអាក្រក់ទេមិនដែលធ្វើបាបចិត្តនារីណាម្នាក់ឡើយ ចាអរគុណពូមិញខ្ញុំនឹងសម្របខ្លួនទៅនៅទីនេះ ណែទៅសម្រាប់ចោះណាក្មួយ ចាំមិញសូលេតចុះទៅក្នុងបន្ទប់បាត់ទៅកូនប្រុសរបស់អ្នកទាំងពីរក៏បានមកដល់ផ្ទះវិញល្មម ប៉ាម៉ាក់ហើយយកអ្នកណាមកនៅផ្ទះមែនទេខ្ញុំដូចជាឃើញទៅបញ្ចូលក្នុងបន្ទប់មិញយកអ្នកមកនៅជាមួយធ្វើការនៅក្នុងផ្ទះយើងហ្នឹងណាកូនប្រុសឯងកុំសូវរករឿងគេពេកយល់ដែរអត់គ្នានៅក្មេងបើគ្នាធ្វើខុសអីនិយាយស្ដីបដៅណែនាំគ្នាទៅបាទខ្ញុំយល់ហើយខ្ញុំមិនល្អូលអតំច្រើនដូចជាម៉ាក់នោះទេ ណែកូនជើងឆើតទៅងូតទឹកដេកទៅធ្វើការលេងស្កល់ផ្ទះហើយចេញពីធ្វើការទៅកន្លែងផ្សេងបាត់ហើយអស់តោះតែម្ដងហើយ ទៅមិនធួអារម្មណ៍បន្តិចសោះម៉ាក់ព្រោះធ្វើការ stress ពេក stress រាល់ថ្ងៃពេកប្រយ័ត្នសល់តែគូតខោគ្មានលុយចាយទៅ អ្នកម្ដាយល្អូទៀតហើយខ្ញុំចូលបន្ទប់ងូតទឹកដេកវិញប្រសើរជាង ថាចប់ហើយគេក៏បានដើរចេញទៅរៃ អូយកូនឪវាឯងហ្នឹង កូនយើងទាំងពីរតើម៉ែវា នាពេលជប់ជ្រៅបន្តិចសូលេតចុះទៅក្នុងផ្ទះបាយតែបែរជាភ្ញាក់ព្រឹតព្រោះតែមានអ្នកផ្សេងនៅទីនេះដូចគ្នាដោយបិទម៉ាស់នៅពីលើមុខទៀតផងខ្មោចហើយអើយខ្មោចហើយខ្មោចបិទម៉ាស់ថែរក្សាសម្រស់ទៀតទេ ខ្មោចស្អីខ្ញុំមិនមែនជាខ្មោចទេខ្ញុំជាមនុស្សគ្រាន់តែខ្ញុំចូលចិត្តថែរក្សាសម្រស់ហើយនាងចូលមកក្នុងផ្ទះខ្ញុំធ្វើអីតែហេតុអីក៏នាងអាចចូលមកក្នុងផ្ទះខ្ញុំបាន ហើយខ្ញុំចូលក្នុងផ្ទះនេះបានព្រោះតែខ្ញុំជាអ្នកមកធ្វើការនៅក្នុងផ្ទះនេះចុះខ្លួនឯងជាអ្នកណាទៅ ខ្ញុំជាម្ចាស់ផ្ទះហើយគិតយ៉ាងម៉េចបានជាអាចមកធ្វើការនៅក្នុងផ្ទះរបស់ខ្ញុំឈប់ធ្វើការនៅកន្លែងលក់ផ្កានោះហើយមែនទេ ខ្ញុំឈប់ធ្វើនៅនឹងហើយខ្ញុំចង់ធ្វើនៅក្នុងផ្ទះនេះវិញម្ដង ធ្វើការឲ្យដឹងថាធ្វើការកុំផ្ដេសផ្ដាស់ទុកគេឈ្មោះនៅក្នុងផ្ទះនេះឲ្យសោះ បងឯងនិយាយអញ្ចឹងចង់បានន័យថាខ្ញុំជាចៅមែនទេខ្ញុំមិនដែលគិតទៅលើរឿងដែលមិនសមរម្យអញ្ចឹងទេ
ធ្វើជាចាស់មិនមែនជាការងារល្អទេណាត្រូវសង្គមស្អប់ខ្ពើមទៀត ចេះគិតចេះដឹងល្អអាក្រក់ទើបខ្ញុំទុកចិត្តឲ្យធ្វើការនៅទីនេះខ្ញុំទៅដេកវិញហើយ និយាយចប់ហើយគេក៏បានដើរចេញទៅភ្លាមគាត់ម្នាក់នឹងមែនទេដែលប្រាប់ថាមានសង្សារ3ថ្ងៃមិញនេះហ៎មិនដឹងជាសង្សារ3មែនទេឬមួយក៏កុហកធ្វើលុយឲ្យគេជ្រិញទេនាថ្ងៃបន្ទាប់ពេលព្រឹកព្រលឹមសូលេតរៀបចំអាហារនៅលើតុខណៈដែលម្ចាស់ផ្ទះក៏បានមកពិសាជុំគ្នាអ្នកដែលជាមនុស្សចាស់ក៏បានពោលឡើង បានក្មួយមកនៅជាមួយពូនឹងមិនសូវបារម្ភពីប្រពន្ធពូដែលនៅផ្ទះម្នាក់ឯងនៅផ្ទះម្នាក់ឯងតែមួយខែពីរសោះជួបរឿងដែលនឹកស្មានមិនដល់តើម៉ាក់ជួបរឿងអីទៅប៉ាមិនក៏អត់ប្រាប់ខ្ញុំសោះអញ្ចឹងម៉ាក់កូនឯងត្រូវមនុស្សមកក្រុមមកសុំប្រាក់ដើរជាក្រុមគ្នា5ទៅ6នាក់លេងមកសុំម្ដងទៀតអស់គ្នាអញ្ចឹងហ្មងហើយបើនិយាយពីរាងកាយវិញមមមួនជាងម៉ាក់កូនឯងទៅទៀតតែសុកចិត្តនាំគ្នាធ្វើដូច្នេះមិនបានគិតរកការងារអីធ្វើទេតែបែរចំនាំគ្នាធ្វើអញ្ចឹងវាមិនសមទេណាថែមទាំងខ្លួនឯងមានវ័យក្មេងទៅទៀតរឿងនេះខ្ញុំមិនដែលដឹងទេប៉ាព្រោះនៅកន្លែងខ្ញុំធ្វើការមានមនុស្សចាស់ចំណាស់ប៉ានៅធ្វើការរកប្រាក់ដោយវិធីសុចរិតនៅឡើយមិនដែលលើកដៃសុំទានសុំប្រាក់ពីនរណាទេទាំងតែគាត់ចាស់ហើយបើសិនជានៅក្មេងហើយគិតវិធីដើរសុំប្រាក់បែបនេះជាវិធីល្អវាមិនត្រឹមត្រូវទេតែអាចបណ្ដាលមកពីភាពខ្ជិលនឹងការដែលចង់បានស្រាប់ពីកម្លាំងញើសឈាមអ្នកដទៃតែបើអ្នកដែលលំបាកពិតដូចជាយាយតាចាស់និងអ្នកដែលគាត់ពិតជាមានទុក្ខលំបាកគឺច្បាស់ជាមានគេអាណិតគេផ្ដល់ឲ្យដោយចេញពីចិត្តទៀតផងប៉ាបារម្ភពីម៉ាក់កូនឯងព្រោះខ្លាចថាមានគេមកធ្វើបាបបោកបញ្ឆោតឥឡូវបាននៅពីអ្នកក្មួយខាងនេះម៉ាក់វាឯងស្ងប់ចិត្តបានហើយ អើយខ្ញុំស្ងប់ចិត្តបានហើយវាជាការប្រសើរដែលនៅមានគ្នាដូចនេះណា នៅផ្ទះត្រូវមើលម៉ាក់ខ្ញុំកុំលួចរត់ទៅលោតកស៊ូយល់ទេ ទៅថាឲ្យគេអញ្ចឹងគេក៏មុំហើយកូនឯងនិយាយស្ដីជាមួយមនុស្សស្រីចេះថ្នមសម្ដីផ្អែមដាក់គេផងទៅ កុំមុំអីគេម៉ាក់ខ្ញុំមើលទៅដូចជាមិនទាន់អស់ធំផងហ្នឹងគេកុំមុំហើយកុំចេះតែបង្អាប់គ្នាពេកមើលមកមីអូនមកអង្គុយរួមតុជាមួយពូមីងមកយើងរស់នៅជាមួយគ្នាដូចជាកូនក្មួយទៅហើយមិនចាំបាច់គិតត្រឹមជាអ្នកធ្វើការក្នុងផ្ទះយកប្រាក់ខែហើយគិតតែពូមីងមិនຕົកក្មួយក្នុងភ្នែកមិនស្មើពួកយើងទេពួកយើងសុទ្ធសឹងតែជាមនុស្សដូចតែគ្នាតើ ណែអង្គុយមកក្មួយហូបបាយជាមួយគ្នាណា ខ្លាចដៃណាសហូបមែនបានជាមិនហ៊ានរួមតុជាមួយគ្នា បងឯងជាដៃនៅសល់ស្រាប់ហើយបើខ្ញុំប្រងខ្លាចណាស់ខ្ញុំរត់ចេញតាំងតែពីយប់មិញម្លេះហ៎ដៃនៅសល់បិទម៉ាស់ថែរក្សាសម្រស់ ព្រោះសម្រស់ជាកត្តាសំខាន់សម្រស់កាន់តែក្មេងគេចោមរោមស្នេហ៍ស្និទ្ធកាន់តែច្រើនស្អិតដូចគ្នាហ្នឹង បានក្បាលមួយដុំអិតអីណាកងដឹងប្រឹងរត់ចូលពេទ្យវិញហើយ ខ្ជិលប្រកែកណាស់ប៉ាម៉ាក់ខ្ញុំទៅធ្វើការសិនហើយទៅចុះកូន ណែបើកបោប្រយ័ត្នប្រយែងផងណាកូនក ូនប្រុសក៏បានចាក់ចេញទៅភ្លាមតែម្ដង ណែក្មួយឯងអាចទៅលេងម្ដាយបានមិញមិនហាមឃាត់ទេ ចាអរគុណហើយដែលពុំមិនយកយល់ដល់គ្រួសាររបស់ខ្ញុំ ពូមីងអាណិតស្រឡាញ់ក្មួយដូចជាកូនអញ្ចឹង ចាអរគុណណាស់ពូមីងនាពេលរសៀលសូលេតធ្វើការនៅក្នុងផ្ទះរួចរាល់នាងក៏បានឃើញដៃណាត្រឡប់មកផ្ទះវិញដោយមានផ្កា3ផើងនៅក្នុងដៃរបស់គេផ្កា3ផើងតំណាងឲ្យសង្សារ3នាក់ទៀតហើយមែនទេមានសង្សារម្ដង3គេចាប់បានទុកសាច់ហើយ រឿងខ្ញុំជីវិតខ្ញុំកុំមកចេះដឹង ខ្ញុំនិយាយព្រោះក្តីបារម្ភសង្សារម្ដង3ប៉ិតឬក៏ខ្លាំងហ្នឹង ចេះដឹងម៉េះទោះពិតឬក៏ខ្លាញ់វាជារឿងរបស់ខ្ញុំចូលចិត្តអញ្ចឹង ខ្ញុំបារម្ភក្រែងលោកបងសតិអារម្មណ៍នោះអី ខ្ញុំគ្មានស្អីអញ្ចឹងទេយកផ្កាទាំងនេះទៅដាំហើយមើលថែវាផងព្រោះវានឹងហើយជាសង្សារខ្ញុំផ្កាម្ដង3បាច់ម្ដង3ផើងខ្ញុំចាត់ទុកផ្កាទាំងនេះជាសង្សារតើវាខុសអីមែន អត់ខុសទេតែចម្លែកបន្តិច single យូរពេកត្រូវអត់ថាថែរក្សាសម្រស់តាក់ទាញគេតែមិនក៏អត់មានអ្នកណាមករកអញ្ចឹងព្រោះតែបងឯងខ្មិតពេកមែន សួរច្រើនទៀតខ្ញុំបានប្រាប់ហើយតើថាវាជាជីវិតរបស់ខ្ញុំ
ចេះដឹងម្លឹងប្រុងតដឹងខ្ញុំរៀបការមែនទេ អត់ទេខ្ញុំយកផ្កាទៅដាំហើយពេលរសៀលអញ្ចឹងណាដាំដំណាំបានល្អណាស់ហ៎ខ្មិតពេកឲ្យអញ្ចឹងចុះអត់សង្សារបែរជាអបផ្កាចាត់ទុកថាជាសង្សារទៅវិញថាចប់ហើយនាងក៏បានយកផ្កាទៅដាំតែម្ដង ដៀលលង្កប់មាត់គ្រាន់តែកុហករឿងអញ្ចឹងសោះក៏មាក់ងាយដែរខ្មើតបែបគុណភាពប្រាប់ឲ្យដឹងទៅ នាពេលជប់ឡើងសូលេតនិងមីងរីមធ្វើការនៅក្នុងផ្ទះបាយស្របពេលជាមួយគ្នានោះដៃណាក៏បានចូលមកដូចគ្នា ម៉ាក់ធ្វើនំអីហ្នឹងខ្ញុំសុំភ្លក់បន្តិចមកម៉ាក់ទំនងដល់ហើយអានេះគេហៅនំអីម៉ាក់ នេះហាគេហៅថានំខ្លាញ់តែអ្នកផ្សេងទៀតគេហៅខុសពីហ្នឹងនេះគឺទៅតាមការហៅតាមខេត្តនីមួយៗឬក៏កន្លែងរបស់គេ ខ្ញុំសុំមួយមកម៉ាក់ធ្វើអីនៅដល់យប់ថ្មនេះទៅហើយមិនទាន់រកកន្លែងសម្រាកទៀត ព្រោះពេលថ្ងៃរវល់ទាំងម៉ាក់ទាំងម៉ាអូននឹងឯងណែកូនឯងភ្លក់ទៅកូន បាទអរគុណហើយម៉ាក់សូឡេនមានបានស្រោចទឹកផ្កាខ្ញុំឬក៏អត់កុំធ្វើឲ្យរួចតែពីដៃណាចេះស្រោចទឹកដាក់ជីផងវាក៏ដូចជាមនុស្សយើងដែរត្រូវការហូបត្រូវការថែទាំរាងកាយត្រូវងូតទឹកជាប្រចាំថ្ងៃ ខ្ញុំមកថែទាំហើយចេះតែបញ្ជាមិនចេះថែទាំដល់ខ្លួនឯងសោះខំអ៊ុតណាស់សុទ្ធតែស្រឡាញ់ឲ្យចូលចិត្តផ្កាហ៎ផ្កានឹងវាស្រស់ផូរផង់ទេព្រោះថាវាមកដល់ដៃខ្ញុំហើយមិនបាច់ភ័យទេបើខ្ញុំស្រឡាញ់ផ្កានោះដូចគ្នាខ្ញុំច្បាស់ជាថែហើយបើផ្កាទាំងនោះចេះនិយាយណាវាច្បាស់ជាគិតថាខ្ញុំជាម្ចាស់វាហើយដែលមើលថែទាំស្រោចទឹកវានោះមិនដូចអ្នកខ្លះទេជាម្ចាស់ផ្កាតែយកផ្កាមកឲ្យអ្នកផ្សេងមើលថែទៅវិញហើយមានឈ្មោះជាម្ចាស់ហើយតែពឹងគេឲ្យមើលការខុសត្រូវទៀត ខ្ញុំវាមិនសូវមានពេលខ្ញុំយកមកឲ្យជួយមើលថែព្រោះខ្ញុំនេះវារវល់ជាមួយនឹងការងារអីក៏និយាយច្រើនម៉េះម៉ាក់ខ្ញុំទៅគេងហើយនៅនឹងយូរទៀតមិនបានទេ ថាចប់ហើយដៃណាក៏បានដើរចេញទៅត្រី ហើយកូននេះឈឺចិត្តស្អិតទ្រូងស្អីម្លេះណែបន្តធ្វើទៅក្មួយបន្តិចទៀតរួចហើយណា ចាំមិញមួយរយៈក្រោយមកសូលេតផ្កាដៃសូលេតតែងតែស្រោចទឹកនោះក៏ចាប់ផ្ដើមលូតលាស់ចេញផ្កាជាថ្មីខណៈដែលដៃណាក៏បាននាំមិត្តភ័ក្តិគេមកដូចគ្នា ទាំងអស់ហ្នឹងជាសមិទ្ធផលដែលបងថែរក្សាមួយរយៈពេលកន្លងមកផ្កាទាំងហ្នឹងវាស្រស់ដូចជាអូនអញ្ចឹង បងឯងជាអ្នកថែទាំមែនកៅអីហ្នឹងបងឯងជាមនុស្សរវល់តែអាចថែទាំផ្កាទាំងអស់នេះបានដែរមែនទេខ្ញុំសឹងតែមិនជឿឡើយអោះនេះស្រីស្អាតខាងនេះជាអ្នកថែទាំទេដឹងខ្ញុំជាមិត្តភក្តិបងដៃណា ជំរាបសួរខ្ញុំជាអ្នកធ្វើការនៅក្នុងផ្ទះនេះ តែបងជាអ្នកទិញផ្កាទាំងអស់នេះមកហើយសូលេតជាអ្នកស្រោចទឹកតែបងនៅតែជាម្ចាស់ដដែល ហ៎មនុស្សប្រកែកយកមកនេះខ្ញុំទៅជួបពូមិញវិញប្រសើរជាងនៅជជែកជាមួយបងឯង រីសាក៏បានចូលទៅក្នុងផ្ទះភ្លាមៗ មកនៅនឹងយូរក្រាលហើយប្រហែលជាមួយខែហើយណោះដែលទៅផ្ទះសួរសុកទុកម្ដាយឬក៏អត់ ខ្ញុំទៅសួរសុខទុក្ខគាត់តាបងឯងមានការអីទៀតមែន រាល់ថ្ងៃនៅទំនេរឬក៏មានអ្នកណាឬក៏អត់ ខ្ញុំនៅនឹងនៅក្នុងផ្ទះប៉ាម៉ាបងឯងធ្វើការនៅក្នុងផ្ទះនឹង សួររឿងបេះដូងតើនៅទំនេរឬក៏អត់ បេះដូងរបស់ខ្ញុំមិនមែនប៉ុនឡានកុងតឺន័រដែលអាចផ្ទុកមនុស្សបានទេសំបីតែរយណាក៏មិនអាចចូលបានផងតើឲ្យចាប់រវល់ទៅដល់លេងនៅអនាគតបេះដូងរបស់ខ្ញុំគឺនៅក្នុងខ្លួនខ្ញុំហើយវាក៏រវល់ដែរគឺរវល់លោតសម្រាប់បន្តដង្ហើមមានជីវិតនៅលើលោកនេះ មកម្លេះលោកសួរក្នុងន័យបែបចង់ខ្វល់ខ្វាយណា នៃចង់ខ្វល់ខ្វាយនឹងយ៉ាងម៉េចបងឯងជាមនុស្សប្រភេទជប់មុខឲ្យអ្នកផ្សេងខ្វល់តែខ្លួនឯងវិញមិនដែលចេះខ្វល់ទេ ឥឡូវសួរថាបើសុកមានគេចូលស្ដីតែព្រមទទួលពាក្យគេទេ ចូលស្ដីមែនស្ដីបន្តខ្ញុំរាល់ថ្ងៃហើយតែចាំបាច់អីសួរថាចង់ចូលស្ដីបន្ថែមទៀតនោះរាល់ថ្ងៃនេះស្ដីបន្តជាលក្ខណៈផ្ទាល់ខ្លួនមិនអស់ចិត្តទេចង់ស្ដីបន្តនៅចំពោះមុខអ្នកដទៃទៀតមែនទេ ថាសម្លកកោទៅគ្រឿងផ្សំច្រើនអាចភ្លេចមុខភ្លេចក្រោយទិញគ្រឿងខ្វះតែសូលេតនេះវិញទាល់តែយកគ្រឿងការីនិងគ្រឿងចាប់ឆាយមកបន្ថែមប្រហែលជាអាចគ្រប់គ្រឿងដឹងពីអ្វីដែលគេចង់សួរ អត់តំណងហ៎ខ្ញុំទៅធ្វើការរបស់ខ្ញុំបន្តហើយចប់សម្ដីភ្លាមសូលេតក៏បានដើរចេញទៅភ្លាម មកអញ្ចឹងបើមិនយកមកធ្វើជាប្រពន្ធមិនអង្កើត 2 ខែក្រោយមកសូលេតកំពុងតែនៅផ្ទះរបស់ម្ដាយនាងសួរសុខទុក្ខម្ដាយនាងម៉ែ
ដល់បំណុលគេចិត្តអស់ហើយខ្ញុំក៏មិនចង់ឲ្យម៉ែឆ្ងុយតែជាមួយឆ្នោតអីទៀតទេវាមិនបានមានបានព្រោះតែបែបនឹងឡើយទេណាម៉ែម៉ែយល់ពីខ្ញុំទេម៉ែអត់មានទៅឆ្ងុយជាមួយឆ្នោតកតុយលេខទៀតទេម៉ែផ្ដាច់បានយូរហើយនៅផ្ទះជាមួយគេណាគេថាអីឬក៏ស្ដីបន្ទោសខ្លាំងដែរទេកូនម្ដាយហើយម៉ែសោកស្ដាយណាស់ដែលម៉ែទៅឆ្ងុយនឹងលបែងទាំងអស់នោះហើយសល់បំណុលវាធ្វើឲ្យវេទនាណាស់ជីវិតខ្ចីបុលគេបែបនេះនោះចាខ្ញុំយល់ណាម៉ែខ្ចីគេមិនស្រួលទេបើគ្មានលុយសងគេតន់ពេលវេលាវិញនោះវាច្បាស់ជាត្រូវគេមកទៀតដល់ផ្ទះហើយប៉ះសម្ដីគ្នាទៀតខ្ញុំទៅធ្វើការវិញហើយណាតើណែខ្ញុំនឹងមកលេងម៉ែទៀតទៅចោះសុខសប្បាយណាកូនសូលេតចាក់ចេញពីផ្ទះម្ដាយមកដល់ផ្ទះមីងរីមវិញភ្លាមនោះឪពុកម្ដាយដៃណាក៏បានរុញច្រានកូនប្រុសឲ្យបុកនឹងសូលេតពេញទំហឹងបណ្ដាលឲ្យអ្នកទាំងពីរដួលភ្លាម កូនប្រុសយ៉ាងម៉េចទៅហើយមីអូនពូសុំទោសណាពូមើលអត់ឃើញកូនពូប្រាប់តែចង់ការប្រពន្ធទៅពូមីងរុញឲ្យចេញពីផ្ទះភ្លាមដើម្បីទៅយកកូនប្រសាមកឲ្យពូមីងដឹងអីចេញមកភ្លាមបុកកូនប្រសាដួលភ្លេតឪវាក្មួយយើងអៀនហើយនិយាយស្ដីឲ្យស្រួលទៅក្មេងៗនិយាយគ្នាទៅពូមីងចូលទៅក្នុងវិញហើយសំគ្នាណា មនុស្សចាស់ចូលក្នុងផ្ទះវិញខណៈដែលក្មេងៗក៏ចាប់ផ្ដើមសន្ទនាគ្នាបងថាទៅស្ដីអូនដល់ម្ដាយអូនចង់ឲ្យខ្ញុំខ្មាស់ម៉ែខ្ញុំមែនឈប់បន្តធ្វើមកទៅបងចង់ស្ដីទៅដឹងអូនមកធ្វើជាប្រពន្ធបងយើងសំគ្នាណាស់ព្រោះបងឆ្លាតហើយអូនឯងមកសម្ដីអញ្ចឹងស្អែកឲ្យខ្ញុំយកស្អែកយកមែនបានស្អែកបងចូលស្ដីទៅដឹងអូនភ្លាមតោះយើងចូលទៅក្នុងផ្ទះខ្ញុំអត់បានន័យថាអញ្ចឹងទេបងអញចូលច្រឡំហើយណាអ្នកណាលេបសម្ដីវិញគីហើយចូលច្រឡំធំហើយបងខ្ញុំអត់តាន់ចង់មានប្តីទេអត់បញ្ហាទេព្រោះយើងនាំគ្នាបង្កើតគ្រួសារអន្តាហើយបថោអីពីបាននិយាយគ្នាមែនពេលខ្លាយជាគ្រួសារនឹងស្រួលនិយាយគ្នាហើយដៃណានាំនាងទៅជួបឪពុកម្ដាយដោយជជែកសួរនាំជាមួយការសម្របសម្រួលពីមនុស្សចាស់សូលេតក៏បានព្រមទទួលយកសំណើហើយដៃណាក៏បានចូលស្ដីដណ្ដឹងសូលេតជាផ្លូវការដូចគ្នា